ពីតូចគេហៅតាធំឡើងគេហៅអាមើលនេះល្អណាស់ឡើងបដូរសខ្ចីលហួកតែម្ដងនេះមើលទេសឡើងក្រហមច្រាល់តែម្ដងនេះថ្ងៃនេះប្រឡាប្រាប់ពីវិធីធ្វើជ្រក់តំពាំងឲ្យឆ្ងាញ់មានរសជាតិឈ្ងុយឆ្ងាញ់ដំបូងឡើងយើងនេះប្រឡេះម្ទេសបានមួយចានទុកមករួចហើយតំពាំងយើងបកជាស្អាតសេស្រាច់ចឹងមកលាងទឹកឲ្យស្អាតជាដំបូងយើងត្រូវទៅសាប់វាឲ្យទុយល្អិតល្មមពុកម៉ែបងប្អូនកុំភ្លេចតាមដានជាមួយប្រុសឡានណានេះឥឡូវប្រុសឡាទៅសាប់តំពាំងសិននេះសាប់វាទុយចឹងណាពុកម៉ែបងប្អូនស្មេចែមកនេះសាប់វាទុយចែល្អិតអត់ចេះបានគេហៅជ្រក់តំពាំងអត់ធ្វើឲ្យឆ្ងាញ់តែម្ដងនេះមើលដៃប្រុសឡាសាប់ជំនាញហ្មងរឿងសាប់លហុងសាប់តំពាំងហ្នឹងគឺថាជំនាញតែម្ដងចិត្តទុយឆ្មេទេឆ្ងាញ់ណាឥឡូវតាយើងសាប់បានមួយចាន់ដែកនេះតាសាប់តាបានមួយចាន់ដែកធំហើយនេះឥឡូវនេះយាយនិយាយទៅយើងទុកមួយកណ្ដប់សិនអូយចង់និយាយអត់ច្បាស់ទុកមួយកណ្ដប់សិនណាយាយនេះតាបានមួយចាន់ដែកទូចហើយនេះតែធ្វើយ៉ាងណាទៀតកុំភ្លេចណាតាមដានទាំងអស់គ្នាដោយប្រឡាប្រាប់មុនអញ្ចឹងតែប្រឡាធ្វើយ៉ាងណាឲ្យឆ្ងាញ់ឲ្យឈ្ងុយស្ងប់ឥឡូវនេះប្រឡាប្រាប់ថាយើងសាប់បានចេះហើយយើងត្រូវទៅយកទៅស្រុះទៅក្តៅបើតាពាំងយើងនេះតាពាំងផ្អែមវាអត់អីទេយើងស្រុះល្មមបើតាពាំងស្រែយើងអាតាពាំងពីដើមមិញវាហាងខ្លាំងយើងស្រុះឲ្យយូរនេះតាពាំងផ្អែមយើងស្រុះតែ10នាទីអីឬមួយ5នាទីអីបានណាពុកម៉ែបងប្អូនតែ5នាទីបានឥឡូវតាមដានទាំងអស់គ្នាមួយយាយឡើងស្រស់ញញឹមយាយទុកមកកណ្ដប់សិនតាគេសាប់ឡើងខ្ទេចឥឡូវនេះខ្ញុំយកមកបុកលោកយាយណាលោកយាយនេះទល់តែស្មត់ហើយនេះបុកវាសិនណាយើងស្រុះក៏បានតែប្រឡាអត់ស្រុះទេប្រឡាធ្វើវិធីទៅមុខទៀតចាំមើលពុកម៉ែបងប្អូនធ្វើយ៉ាងណានេះប្រឡាបុកស្រុះតែម្ដងបុកម្ទេសឲ្យម៉ត់ហើយចាំយើងដាក់ខ្ទឹមបន្តិចមកវាឈ្ងុយខ្ទឹមយើងដាក់3 4 5កំពឹសមកឲ្យវាលហាជូរតាពាំងយើងថាបានហូរត្រឡាក៏ដាំទឹកពុះហើយកុំបដែតបដោយូរពុកម៉ែបងប្អូនយើងស្រុះតាពាំងយើងទៅនេះតាពាំងយើងស្រុះឲ្យបានដូចផ្ទះនឹងតែម្ដងយើងស្រុះបានចិត្តឆ្អិនហើយនេះជោគចិត្តឆ្អិនហើយយកពេល15នាទីយើងរួចជាស្រេចយើងស្រុះឆ្អិនហើយយើងនឹងបន្តទៅមុខទៀតថាធ្វើមិនខ្លះទៀតចូលគោះ15នាទីកំណត់ជាការស្រេចប្រឡានឹងបិទភ្លើងយកទៅលាងទឹកឲ្យស្អាតនេះតំពាំងយើងស្រុះលាងមកបានស្អាតមួយចាន់ដែកហើយនេះពូតវាឲ្យស្រស់ទឹកពុកម៉ែបងប្អូនយើងត្រូវតែពូតវាឲ្យស្រស់ទឹកមកមានជាតិទឹកអីឲ្យសោះទុកមួយឡែកសិនឥឡូវវគ្គទី2ម្ទេសដែលយើងបុកបានមកនេះពុកម៉ែបងប្អូននេះដុល្លារប្រាប់វិធីណានេះយើងចាក់ចូលទឹកក្តៅមកនេះប្រមន់យើងគឺអញ្ចឹងណាស្រស់ម្ទេសយើងឲ្យបានស្អាតល្អមកហើយនេះស្ករសយើងមកកូនចានទូចនេះមករួចហើយបន្តមកនេះអំបិលក្រួសយើងបន្តិចមកកុំឲ្យច្រើនពេកតាជ្រក់តាប្រៃពេកអត់ឆ្ងាញ់ទេណាបញ្ជាក់ទៀតពុកម៉ែបងប្អូនថាធ្វើឲ្យប្រៃសនុកយើងភ្លក់ពេលក្រោយហើយយើងត្រូវថែមបន្តិចទួចតាមក្រោយបន្តិចមកនេះណាពុកម៉ែបងប្អូននេះយើងដាំទឹកឲ្យពុះឆ្អិនម្ទេសយើងម្ដងទៀតrồiហើយយើងដាក់អំបិលស្ករមិញហើយយើងដាំឲ្យពុះឲ្យវាឆ្អិនម្ទេសយើងrồiហើយយើងលួចប៊ីចេងបន្តិចទៅណាពុកម៉ែបងប្អូនយើងដាក់ប៊ីចេងបន្តិចទៅឲ្យចូលជាតិឆ្ងាញ់តែម្ដងមកកូនចុងផ្លាប់ព្រាបាយមកពុះហើយយើងដាក់ប៊ីចេងមកកូនចុងផ្លាប់ព្រាបាយមកrồiហើយកូរវាឲ្យសព្វចូលជាតិតែមួយបើសិនវាយើងភ្លក់បានល្អបាននេះយើងភ្លក់វាបានមានរសជាតិល្មមហើយយើងក៏ទុកវាទៅជាមួយសន្ទុះចាំយើងយកទៅដាក់ជាមួយត្រពាំងយើងបងប្អូនបន្ទាប់ពីមកនេះទឹកម្ទេសយើងយកដាំបានមកត្រជាក់ក្រិនបើហើយមកអូនប្រឡាលេងនេះណាប្រឡាលេងទៅផ្ទះតែម្ដងនេះត្រពាំងយើងនេះវាត្រជាក់ល្មមហើយក៏យើងចាក់ចូលទៅនេះអូនប្រឡាលេងទាំងចឹងបដ ாய் នេះព្រោះតែម្ដងទៅនេះប្រឡាមិនចឹងប្រឡាមិនធ្វើអញ្ចឹងប្រឡាលេងមែនទេណានេះណា
นี่เราลาเลยเมนเทนหายก็จะโบกจะบอลเรียมหมอนี่เห็นไหมเดี๋ยวโมมซ้อมกูđã tức nạ ca anh chân tính áโอ้chia sẻสมทบผมไม่บางโอนมันใหญ่เขาละมุมตึกละมุมกามันเสมอตึกเสมอกาไอเนี่ยไปยังจะโบกจะบอลมั้งเนี่ยยังเอาไปโจใส่เครื่องมันเตะจะมวยโจตะแปงมาเขายังเจาะโกนกาวยังตกเต้าmột giúp chân ban nhắm ấy bởi bong ôn trong nhắm phím cho bài coach mà tức là ban nhắm phím tại mà đòn tại pro là tê tục một giúp sần con chấm điểm đi bye bye complete ná vừa tam pro là tao mình không mình hàng mình ai tê cứ chân ăn tại mà đòn sau tập em cho người phơi màu nè ok bye bye